ទីនេះគឺជាដីរាជធានីដំបូងរបស់ខ្មែរដែលប្រវត្តិវិទូគ្រប់រូបចាត់ទុកថាគឺជាសម័យកាលដ៏រុងរឿងបំផុតនៃអាណាចក្រភ្នំដែលគេស្គាល់ថានគរគោកធ្លកឬចិនហៅថាហ្វូណនដែលទីតាំងនេះកំពុងស្ថិតនៅលើទឹកដីនៃស្រុកអង្គរបូរីខេត្តតាកែវដែលមានប្រាសាទភ្នំដាជាភស្តុតាងបញ្ជាក់អំពីដើមកំណើតនៃអរិយធម៌របស់ខ្មែរនិងការកកើតនៃនគរខ្មែរដំបូងចាប់តាំងពីដើមសតវត្សទី1នៃគ្រិស្តសករាជមកម្ល៉េះក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូននៅទីតាំងនៃអតីតរាជធានីដ៏ចំណាស់ជាងគេមួយក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលទីនោះគឺមានប្រាសាទបុរាណមួយស្ថិតនៅចំកំពូលតែម្ដងដែលកម្រមានអ្នកទៅទស្សនាផ្ទាល់ហើយមុននឹងបន្តវីដេអូនេះខ្ញុំក៏សូមណែនាំបងប្អូនទាំងអស់គ្នាឲ្យដឹងអំពីប្រូម៉ូសិនរបស់ធនាគារអ៊ូរីឥឡូវនេះធនាគារអ៊ូរីកំពុងមានប្រូម៉ូសិនកម្ចីឥណទានសហគ្រាសធុនតូចនិងមធ្យមដែលផ្ដល់ជូនទំហំកម្ចីធំចាប់ពី$10,000ជាមួយនឹងអត្រាការប្រាក់ពិសេសក្នុងមួយឆ្នាំចាប់ពី7%សម្រាប់កម្ចីប្រាក់រៀលឬ7.10%សម្រាប់កម្ចីប្រាក់ដុល្លាររយៈពេលកម្ចីវែងរហូតដល់10ឆ្នាំថែមទាំងលើកលែងសេវាឥណទានសម្រាប់អតិថិជនដែលមានបំណងចង់ផ្ទេរកម្ចីពីកន្លែងផ្សេងផងដែរការផ្ដល់ជូនដ៏ពិសេសនេះគឺមានសុពលភាពរហូតដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025វិលមកកាន់វីដេអូយើងវិញអង្គរបូរីត្រូវបានអ្នកបុរាណវិទូជាច្រើនអះអាងថាឈ្មោះវិយាធបុរៈឬក៏វិយាធបុរីដែលជាអតីតរាជធានីមួយដ៏ចំណាស់របស់ខ្មែរតាំងពីមុនសម័យអង្គរដែលគេបានស្គាល់កាន់តែច្បាស់ក្នុងសម័យកាលអាណាចក្រហ្វូណនដែលមានអរិយធម៌ដ៏ចំណាស់លើកសន្ធឹងទៅទិសខាងកើតនិងខាងត្បូងក្នុងទឹកដីវៀតណាមសព្វថ្ងៃខាងលិចក្នុងទឹកដីថៃរហូតទល់នឹងឧបទ្វីបម៉ាឡេស៊ីសព្វថ្ងៃដែលគេស្រាវជ្រាវរកឃើញទឹកតាំងជាច្រើននៅតាមស្ថានីយ៍សំខាន់3នៃអាណាចក្រនេះមានដូចជាស្ថានីយ៍អូកែវបច្ចុប្បន្នក្នុងទឹកដីវៀតណាមភាគខាងត្បូងស្ថានីយ៍បាភ្នំខេត្តព្រៃវែងនិងស្ថានីយ៍អង្គរបូរីក្នុងខេត្តតាកែវទីក្រុងបុរាណមួយនេះត្រូវបានអ្នកស្រាវជ្រាវរករកឃើញស្លាកស្នាមជាគូទឹកនិងកំពែងទីក្រុងធ្វើអំពីឥដ្ឋមានកម្ពស់ពី6ម៉ែត្រទៅ8ម៉ែត្រទទឹងប្រវែង1ម៉ែត្រដែលមានប្រវែង76គីឡូម៉ែត្រហើយក្នុងពេលកន្លងទៅស្រុកអង្គរបូរីគេក៏បានប្រទះឃើញវត្ថុបុរាណដូចជាអង្កាំធ្វើអំពីកែវនិងកុលាលភាជន៍ព្រមទាំងសំណល់គ្រោងឆ្អឹងសពមនុស្សបុរាណដែលបានផ្ដល់ជាភស្តុតាងថាអង្គរបូរីនេះមានអាយុកាលតាំងពីមុនគ្រិស្តសករាជមកម្ល៉េះតាមរយៈការស្រាវជ្រាវទាំងនេះគេក៏បានដឹងផងដែរថាអង្គរបូរីមានសំណង់ប្រាសាទបុរាណយ៉ាងតិចណាស់ក៏ចំនួន10ដែរដែលមានកាលបរិច្ឆេទចាប់ពីសតវត្សទី1នៃគ្រិស្តសករាជទៅក៏ប៉ុន្តែសប្តាហ៍ថ្ងៃនេះគេនៅឃើញមានសេសសល់រូបរាងជាប្រាសាទបុរាណនៅទីនោះមានតែ2គត់គឺប្រាសាទអាស្រមមហាឫសីឬអាស្រមមហាឥសីនិងប្រាសាទភ្នំដាចំពោះប្រាសាទអាស្រមមហាឫសីឬអាស្រមមហាឥសីជាប្រាសាទចំណាស់ជាងគេរបស់ខ្មែរប្រហែលជាសាងសង់នៅក្នុងចុងសតវត្សទី6មានទំហំ 5.5 ម៉ែត្រគុណនឹង 5.5 ម៉ែត្រនិងមានកម្ពស់8ម៉ែត្រហើយចំពោះប្រាសាទតូចមួយនេះមានជញ្ជាំងចំនួន2ជាន់រីឯប្រាសាទភ្នំដាបានកសាងឡើងពីថ្មបាយក្រៀមនៅអំឡុងសតវត្សទី11នៅលើគ្រឹះចាស់នៃប្រាសាទធ្វើអំពីឥដ្ឋដែលត្រូវបានគេកំណត់អាយុកាលកសាងតាំងពីសតវត្សទី5ឬទី6ដែលមានទំហំ12ម៉ែត្រគុណនឹង12ម៉ែត្រកម្ពស់18ម៉ែត្រហើយនៅលើភ្នំដាជិតប្រាសាទនេះក៏មានរូបសិប្បនិមិត្តចំនួន5នៅតាមជញ្ជាំងភ្នំដាដែលគេស្គាល់ថាជាអរិយធម៌របស់ហ្វូណនដែលគេលុងភ្នំធ្វើជាទីសក្ការៈហើយនៅក្នុងប្រាសាទនេះផងដែរក៏មានឃើញនៅលឹងព្រះឥសូរដែលតម្កល់នៅលើថ្មប្រហែលជា5សតវបងប្អូនទាំងអស់គ្នាខ្ញុំពិតជាចង់និយាយនៅអារម្មណ៍ផ្ទាល់របស់ខ្ញុំដែលបានឃើញប្រាសាទភ្នំដាមួយនេះពិតជាធំធេងខ្លាំងមែនទែនដែលខ្ញុំបានមើលទៅតាមវីដេអូឬក៏រូបភាពដែលគេបានថតមកគឺខ្ញុំគិតថាប្រាសាទនេះទូចក៏ប៉ុន្តែបើសិនជាបងប្អូនបានមកមើលជាក់ស្ដែងគឺប្រាសាទភ្នំដានេះមានទំហំធំហើយស្កឹមស្កៃខ្លាំងមែនទែនហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់មកលេងប្រាសាទភ្នំដាបងប្អូនក៏អាចធ្វើការទិញអីញ៉ាំដូចជាកាហ្វេឬក៏ភេសជ្ជៈឬក៏របស់ញ៉ាំអីផ្សេងៗបានហើយមុននឹងឡើងភ្នំខ្ញុំក៏បានទិញជាមួយនឹងកាហ្វេញ៉ាំហើយទូទាត់ជាមួយនឹងគណនីរបស់ធនាគារអ៊ូរីឥឡូវនេះធនាគារអ៊ូរីកំពុងមានប្រូម៉ូសិនពិសេសសម្រាប់អតិថិជនថ្មីដែលបើកគណនីសន្សំជាមួយធនាគារអ៊ូរីនិងគ្រាន់តែរក្សាសមតុល្យប្រចាំថ្ងៃជាមធ្យម$10ឬក៏$40,000រៀលនិងមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ចាប់ពី$80,000រៀលរហូតដល់$2លានរៀលនិងកាដូខ្ជូតជាច្រើនទៀតសរុប50រង្វាន់ប្រចាំខែការផ្ដល់ជូននេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងមកកាន់ Facebook Page ផ្លូវការរបស់ធនាគារអ៊ូរីឬតាមរយៈលេខទូរស័ព្ទខាងក្រោមនេះលក្ខណៈពិសេសមួយដែលខ្ញុំគិតថាបងប្អូនមួយចំនួនមិនសូវបានដឹងគឺទីតាំងនៃអតីតរាជធានីនេះក្នុងរយៈពេល1ឆ្នាំគឺមាន6ខែដីគោកនិង6ខែទឹកលិចហើយអ្វីដែលយើងគួរដឹងមួយទៀតនោះគឺនៅពេលដែលយើងធ្វើដំណើរទៅដល់ជើងភ្នំបងប្អូននឹងឃើញរង្វង់មូលរូបព្រះបឋមមហាក្សត្រខ្មែរដែលយើងស្គាល់តាមការកំណត់ហេតុរបស់រាជទូតចិនឈ្មោះកាំងតៃឲ្យដឹងថាបឋមក្សត្រនៃរដ្ឋហ្វូណនគឺព្រះនាមហ៊ុនទៀនឬកៅដិនព្រះថោងនិងព្រះនាងលាវយីឬសោមា
នៅសតវត្សទី1នៃគ្រិស្តសករាជព្រះបាទហ៊ុនទៀនមកពីប្រទេសឥណ្ឌាបានធ្វើដំណើរនឹងរាជបរិវារនិងសំពៅមកកាន់នគរគោកធ្លកឬនគរភ្នំហើយក៏បានច្បាំងជាមួយនឹងទ័ពម្ចាស់ស្រុកគឺទ័ពព្រះនាងលាវយីឬសាម៉ាក៏ប៉ុន្តែដោយសារទ័ពព្រះបាទហ៊ុនទៀនខ្លាំងពូកែក៏បានធ្វើការវាយឈ្នះទ័ពព្រះនាងលាវយីហើយមិនត្រឹមតែប៉ុណ្ណោះក៏បានយកព្រះនាងធ្វើជាព្រះអគ្គមហេសីផងដែរទាំងនេះហើយជាហេតុដែលយើងគោរពទ្រង់ថាជាអ្នកបង្កើតឲ្យមាននគរខ្មែរដំបូងនេះឡើងតាំងពីមុនគ្រិស្តសករាជមកម្ល៉េះ